សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំចង់ប្រៀនអ្នកគ្នាពីរបៀប config DHCP server អញ្ចឹងណាតើឥឡូវយើងចាប់ផ្ដើមទី1នោះគឺយើងត្រូវ switch យើងមកដាក់សិន switch យើងគឺជា multi switch នេះវាមិនមែនជា manex switch ទេយើងគ្រាន់តែដោតLAN ចូលទៅយើងអាច access បានអញ្ចឹងមិនមែនជា manex switch លក្ខណៈយើងត្រូវការ config នឹងវាដើរអញ្ចឹងណាដែលយើងមកដាក់computer user យើងមកអូខេ link to DHCP server នេះគឺជា user យើងមានយើងដាក់13ទៅបានហើយទៅមកទៀតគឺយើង server យើងដាក់ចឹងជំហានបន្ទាប់គឺយើងត្រូវភ្ជាប់ជំ user ទៅ switch ចឹងយើងចូលកន្លែងសញ្ញានេះមកហើយយើងយកcopper នេះមកយើងខ្សែ network យើងហ្នឹងភ្ជាប់ពី port ជាប់ទៅ switch មកទីហើយជាប់លេខ1 port របស់ network card របស់ user ទៅ internet របស់ទៅ port របស់ switch ចឹងណាពេលយើងភ្ជាប់វាអស់មក3ហ្នឹងហើយបន្ទាប់ទី1ទី2ទី3អូខេតមកទៀតយើងភ្ជាប់ពី server យើងហ្នឹងតមក switch ចឹងយើងយក port នេះណាក៏បានដែរព្រោះវាជាយើងអត់មានវាមិនជា manex switch ទេយើងដាក់ឲ្យវាជាអានឹងជា multi switch ចឹងណាទីហើយយើងយក G1 អូខេមានបន្ទាប់ទៀតគឺយើងត្រូវការ config ទៅលើ server យើងជាដំបូងបំផុតយើងត្រូវការ config server យើងទី1គឺយើងចូល configure ហើយចូល port ដែលយើងដោតមិញហ្នឹងគឺ Ethernet 0ហ្នឹងគឺយើងដាក់វា static ហើយដើម្បីយើងset IP របស់វាគឺយើងយក IP របស់ server វិញគឺយើងយក 192.168.1.100 មកថាយើងយកមក IP របស់ server វិញគឺ100អូខេនេះគឺ subnet mask គឺយើង enter គឺវាឲ្យចាប់យើងឲ្យ auto មកជាបន្តទៀតគឺយើងចូលទៅ desktop នេះមកចូល IP config នេះមកឃើញវា load មកអញ្ចឹងយើងត្រូវដាក់ DNS server វាហ្នឹងដោយ DNS server ដើម្បីឲ្យ user ហ្នឹងចាប់មក server យើងស្គាល់អញ្ចឹងណាអូខេដើម្បីយើងចូលlại service ចូល service មកយើងចូលទៅកាន់DHCP របស់យើងហ្នឹង DHCP ហ្នឹងហើយយើងបើកវាមកបើក service មកហើយនេះគឺជា gateway គឺយើងដាក់ 192.168.1.1 តមកនេះគឺយើងដាក់ DNS server ដែលយើងបានassign វិញហ្នឹង 192.168.1.100 អូខេនេះ default IP យើងគឺ start ចាប់ពី1អូខេហើយតមកអូ sorry ភ្លេច sorry ម្ដងទៀតភ្លេចចុច select នេះគឺយើងដាក់ gateway 192.168.1.1 អូខេ gateway យើងហើយ IP គឺយើងដាក់ IP server ដែលយើង assign ហ្នឹង 192.168.1.100 អូខេហើយយើង start ចាប់ពី1ទៅអូខេតើយើងចុច save ហ្នឹងហើយបញ្ចូលជំហានបន្ទាប់ទៀតគឺយើងចូលទៅ DNS server របស់យើងទៅ add IP ហើយនឹង name ដើម្បី host ឲ្យដើម្បីឲ្យ user access មក server បានគេជាឧទាហរណ៍ខ្ញុំដាក់ថា net ចុះតែដាក់ឈ្មោះខ្ញុំក៏បានដែរ IACH អូខេដើម្បីយើង add IP ដែលយើងបាន assign មុនហ្នឹងគឺ 192.168.100 អូខេដើម្បីយើង add អូខេ save sorry អូខេយើង save មកហ្នឹងហើយ select វាហើយ save មកជំនាញបន្ទាប់ទៀតគឺយើងចូលទៅ HTTP ហើយយើងចូលមកកន្លែង file entity យើងមកគឺជាកន្លែងដែលយើងសម្រាប់ host ដើម្បីឲ្យ user access មកបានអញ្ចឹងណានេះកន្លែងឧទាហរណ៍ថាកន្លែងនេះគឺជាកន្លែងដែលយើងដាក់ host name អញ្ចឹងណាយើងមានឥឡូវទីខ្ញុំដាក់ tick network ចេះមកអូខេnetwork អូខេអញ្ចឹងមកអូខេយើង save មកអូខេមកអូខេបើយើងអត់ចង់ដាក់ក៏បានដែរយើងគ្រាន់តែតេស្តថាវាស្គាល់របៀបការធ្វើ DHCP server អញ្ចឹងណាអូខេឥឡូវយើងមើលហើយយើងអស់ហើយជំនាញបន្ទាប់ទៀតគឺយើងចូលមកកាន់ user ទី1 user ទី1គឺយើងចូលទៅ desktop ចូលមក IP មកយើង
ដាក់វា start ទៅយើងធ្វើវាជា DHCP ទាំងអស់ចឹងណាអូខេឥឡូវអូខេអញ្ចឹងមានន័យថាវាចាប់ IP success ហើយដែលយើងបាន assign ពី server មកវិញណាអូខេឥឡូវចូលទៅកាន់ user ទី2មកចូលមកកាន់ desktop ដូចគ្នាមកចូល IP config មកហ្នឹងហើយយើងចាប់ DHCP មកវាជាប់អត់អូខេអញ្ចឹងវាស្គាល់ហើយយើងចូល user ទី3ដូចគ្នាអូខេ user ទី3យើងដាក់ DHCP នេះមកអូខេអញ្ចឹងវាស្គាល់ហើយអញ្ចឹងជំហានបន្ទាប់គឺយើងចូលមកតេស្តថាយើង host តែ URL មិញហ្នឹងនេះយើង host URL ដែលយើងបាន host មិញហ្នឹងវាស្គាល់អត់អញ្ចឹងយើងចូលមកកាន់ user ទី1មកយើងចូលខ្វាយវិញចូលឲ្យ web browser នេះមកហ្នឹងហើយយើងតេស្តមើលយើងវាយ search ឈ្មោះដែលយើងបានconfigure មុនហ្នឹងណាអ្នកនរនេះនេះគឺចាំតិច slow បន្តិចនេះគឺយើងវាយឈ្មោះដែលយើងបាន config នៅ DNS មកយើងមុនហ្នឹងនេះគឺ reach អូខេឥឡូវយើង search មក user មកថាយើងហោះទៅគឺវាស្គាល់ដែរ CAK go មកអូខេអញ្ចឹងវាស្គាល់នេះ teach network មិញដែលយើងបានedit ចូលនេះគឺយើងបានកែឡើងឈ្មោះនេះគឺដាក់ឈ្មោះយើងដើម្បីលើទីហើយចង់ដាក់ឈ្មោះអីផ្សេងដាក់ឈ្មោះដាក់ network អញ្ចឹង networkដាក់ Cisco ដែរ CI